ប្រមូលផ្ដុំឈាននីវតើមានអ្វីខុសជាមួយអ្នកខ្លះទៀតព្រួយចិត្តចង់ស្លាប់គ្រូបាននិយាយនៅពេលដែលគ្រូមិននៅក្បែរខ្ញុំជាប្រធានក្រុមនឹងមើលថែកុំធ្វើឲ្យខ្ញុំពិបាកក្នុងការធ្វើជាប្រធានក្រុមក្នុងពេលហ្វឹកហាត់យោធាជើងខ្ញុំរបួសហើយខ្ញុំចង់សម្រាកមួយរយៈខ្ញុំយល់ស្របប៉ុន្តែការហ្វឹកហ្វឺនយោធាគឺជារឿងរួមខ្ញុំត្រូវសួរថាតើអ្នករាល់គ្នានៅតែស្ថិតក្នុងភាពអាសន្នឬទេមិត្តរួមថ្នាក់អ៊ីឆេងយាវចង់សម្រាកតើអ្នកណាដែលមិនចង់សម្រាកអ្នករាល់គ្នាបានហើរថ្ងៃពេញមួយព្រឹកមនុស្សជាច្រើនបានរងរបួសហេតុអ្វីបានជាអ្នកតែមួយអាចខ្ជិលលេងល្បិចមែនហើយហេតុអីក៏អ៊ីនម្លេះហេតុអ្វីបានជាគាត់លាក់ពីអ្នកក្នុងនាមជាបងប្អូនជីដូនមួយរបស់អ្នកខ្ញុំក៏ចង់និយាយដែរប៉ុន្តែក្នុងនាមជាអ្នកត្រួតពិនិត្យខ្ញុំត្រូវតែប្រព្រឹត្តចំពោះអ្នកដោយយុត្តិធម៌បាទជួបប្រទះការលំបាកចំណង់ចំណូលចិត្តនេះទាមទារឲ្យយកឈ្នះលើការលំបាកបាទបើចង់ខ្ជិលត្រូវទទួលទោសខ្ញុំនឹងរំដោយមិនខកខានតែមួយតើអ្នកអាចធ្វើដូចនេះបានដោយរបៀបណាចូលយើងធ្វើចំនួន50ដើម្បីថែរក្សាអ្នករបួស50ឬ50គឺល្អបើគ្រូមកមិនមានមនុស្សច្រើនមើលពីរបៀបដែលគាត់លោតហើយគ្រាន់តែដើរពួកគេម៉ាក់ខ្ញុំលោតដូចជាគាត់ទល់លាមកហាខ្ញុំមិនអាចទេគ្មានឆ្ងល់ទេប្រោមតូចអ្នកដឹកនាំក្រុមរបស់យើងគឺទន់ភ្លន់ខ្ញុំមកក្រោកឡើងលឿនហេតុអ្វីបានជាអ្នកនៅតែព្យាយាមខ្លាំងនៅពេលដែលអ្នកមានរបួសមកខ្ញុំនឹងនាំអ្នកទៅសម្រាកទេគាត់មិនទាន់ទទួលបានអ្វីនៅឡើយទេខ្ញុំឈួតណាស់គាត់ជាមនុស្សដែលធ្វើពុតជាគួរឲ្យអាណិតការលំបាកក្នុងការផ្គត់ផ្គង់តាមដានហេតុអ្វីអ្នកមិនបញ្ឈប់ខ្ញុំអ្នកមិនខ្លាចគាត់ទេមែនទេខ្ញុំខ្លាចខ្ញុំមិនគ្រាន់តែនិយាយថានោះជាសិទ្ធិតើអ្នកទាំងពីរកំពុងរួមដំណេកដូចគ្នាឬវាជាកំហុសរបស់ខ្ញុំមុនឆ្នាំងក្តៅទាំងនេះគឺជាសំណងរបស់អ្នកវាគ្រាន់តែជាចំនួនមិត្តរួមបន្ទប់ប៉ុណ្ណោះគ្រាន់តែពុះកញ្ជ្រោលប៉ុណ្ណោះមកសាក់លបងមើលទើបតែទទួលបានរបាយការណ៍ប្រាកដណាស់នរណាម្នាក់បានបំពានច្បាប់ដោយប្រើយ៉ាន់ស្ព័រដែលមានថាមពលខ្លាំងសាលាបានដកពិន្ទុសម្រាប់ការខ្ចីប្រាក់អ្នកដាក់អន្ទាក់សម្រាប់ខ្ញុំចម្លើយត្រឹមត្រូវតែគ្មានរង្វាន់អ្នកណាថាទេតើអ្នកចូលទៅក្នុងអន្តេវាសិកដ្ឋានរបស់នារីដោយរបៀបណាបន្ទាប់មកខ្ញុំនឹងឲ្យកាំភ្លើងរបស់គាត់ជារង្វាន់តើអ្នកចង់និយាយអ្វីអំពីការឈឺចាប់ហៀជើងខ្ញុំឈឺខ្លាំងណាស់